ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាចាសចម្លាក់ដែលជាស្នាដៃរបស់បុព្វបុរសយើងឆ្លាក់ជារូបនាគក្បាល9ចាសចម្លាក់សត្វនាគក្បាល9គឺយើងកម្រនឹងឃើញពុកម៉ែបងប្អូនចាសមិនសូវជាឃើញមានទេចាសចម្លាក់សត្វនាគក្បាល7គឺយើងចាសសម្បូរឃើញនៅតាមមុខនៃប្រាសាទស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអញ្ចឹងវីដេអូនេះនាងខ្ញុំនឹងមកចារៀបរាប់ខ្លះអំពីសត្វនាគក្បាល9ចាសត្វនាគគឺជាសត្វដែលរស់នៅក្នុងទឹកតំណាងឲ្យភាពត្រជាក់ត្រជុំចម្លាក់សត្វនាគតំណាងឲ្យព្រះមហាក្សត្រខ្មែរដែលមានដំណរពូជពង្សមកពីព្រះនាងនាគតំណាងឲ្យធាតុទឹកផ្ដល់នៅភាពត្រជាក់ត្រជុំនិងជាឆ្មាំការពារទេវកថានសំណង់សាសនានិងផ្ទះជាដើមចំពោះចម្លាក់សត្វនាគគឺមានច្រើនចាមានចម្លាក់សត្វនាគក្បាល1ក្បាល3ក្បាល5ក្បាល7និងក្បាល9ចាវីដេអូនេះនាងខ្ញុំនឹងបង្ហាញពីអត្ថន័យនៃសត្វនាគក្បាល9ចម្លាក់សត្វនាគក្បាល9តំណាងឲ្យភាពអមតៈ9ប្រការដែលមានទិសទាំង9និងទេពដែលរក្សាលោកតាមទិសនីមួយៗជាទូទៅចម្លាក់សត្វនាគនេះគឺបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងអរិយធម៌និងវប្បធម៌ខ្មែរហើយសត្វនាគនេះក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជានិមិត្តរូបនៅក្នុងសិល្បៈសំណង់ខ្មែរផងដែរចាពុកម៉ែបងប្អូនចម្លាក់សត្វនាគក្បាល9ភាគច្រើនគឺយើងតែងតែឃើញនៅនឹងបង្កាន់ដៃស្ពានចាចំពោះនៅមុខនឹងប្រាសាទគឺមិនសូវជាឃើញទេភាគច្រើនគឺយើងឃើញមានចម្លាក់សម្បូរជាងគេគឺចម្លាក់សត្វនាគក្បាល7ក្បាល5ចាចំពោះក្បាល9គឺយើងកម្រនឹងឃើញណាស់ចាហើយនេះគឺជាចម្លាក់សត្វនាគក្បាល9ដែលឆ្លាក់នៅនឹងទីលានស្ដេចកន្លង់ចាពុកម៉ែបងប្អូនបានមកលេងទីលានស្ដេចកន្លង់ពុកម៉ែបងប្អូននឹងបានឃើញនៅចម្លាក់សត្វនាគក្បាល9ជាច្រើនដែលដូនតាយើងគាត់ឆ្លាក់នៅទីនេះចាគឺស្រស់ស្អាតមែនទែនចាអញ្ចឹងនាងខ្ញុំបានរៀបរាប់ជូនពុកម៉ែបងប្អូនពីអត្ថន័យចាខ្លះតាក់ទងទៅនឹងចម្លាក់សត្វនាគក្បាល9ចាអញ្ចឹងបើសិនជាមានឱកាសលើកក្រោយទៀតនាងខ្ញុំនឹងថតនៅចម្លាក់សត្វនាគក្បាល7ក្បាល5ក្បាល3ចាជូនពុកម៉ែបងប្អូនបានឃើញនិងបានដឹងអំពីអត្ថន័យរបស់ចម្លាក់សត្វនាគចាដែលមានក្បាលសេះខុសៗគ្នានេះចាអរគុណច្រើនពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំចាក៏សូមជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលា